ចម្រើនពួរនេះគឺជាផ្ទះវប្បធម៌នៅភូមិដីក្រហមស្រុកលុកនីងខេត្តប៊ិនភឿកឥឡូវនេះត្រូវជាខេត្តដងណាយហើយនឹងគឺជាពេលព្រឹកនេះគឺជាងហើយនឹងញាតិញោមពុទ្ធបរិស័ទកម្មការមកជួយរៀបចំយើងនឹងបាញ់ថ្នាំនៅខាងក្តារខាងលើជញ្ជាំងហើយនេះគឺជាផ្ទះវប្បធម៌សម្រាប់ពុទ្ធបរិស័ទក្នុងតម្រូវការក្នុងកម្មវិធីបុណ្យទានក៏ដូចជាបង្ហាត់បង្រៀននៅអក្សរសាស្ត្រខ្មែរក្តីនៅថក្តីហើយយើងបានរៀបចំនៅខាងលើនេះគឺជាទី1គឺសម្រាប់ព្រះសង្ឃនិមន្តមកបុណ្យដូចជាចូលឆ្នាំថ្មីប្រពៃណីហើយបុណ្យសែនដូនតាជាដើមលោកមានបន្ទប់ខ្ពង់របស់លោកនៅខាងក្នុងហើយខាងនេះគឺជាសាលាទានព្រោះនឹងគឺជាសាលាឈរទាននៅភូមិហើយមានកម្មវិធីបុណ្យហើយនេះគឺជាខាងក្នុងនេះគឺជាសម្រាប់ធ្វើបន្ទប់សម្រាប់ព្រះសង្ឃនិមន្តមកបុណ្យទានម្ដងមានកន្លែងសឹងមានកន្លែងគង់ឯកជនហើយក្នុងនេះគឺជាឃ្លាំងយើងសម្រាប់ដាក់អីវ៉ាន់ប្រដាប់ដាតុបតែងបុណ្យទានអីជាដើមហើយខាងលើខាងនេះនៅជាន់ខាងលើគឺយើងសម្រាប់អុយក្មេងៗរៀននៅអក្សរសាស្ត្រខ្មែរហើយដូចជាឥឡូវនេះជាងកំពុងតែបាញ់លាបពណ៌នៅផ្ទះវប្បធម៌របស់យើងអញ្ចឹងហើយយើងបានកែប្រែមកជាផ្ទះវប្បធម៌មានក្បូរក្បាច់រចនាបែបខ្មែររបស់យើងទៅតាមរចនាបថខ្មែរហើយខាងនេះគឺជាផ្ទះវប្បធម៌នេះគឺធ្វើបាន20ឆ្នាំហើយដែរហើយអញ្ចឹងហើយដែរវានឹងទ្រុឌទ្រមកយើងនឹងជួសជុលហើយនឹងលាបពណ៌ឡើងវិញហើយចំណែកខាងតូននៅខាងលើនោះគឺយើងមិនតាន់មានថាវិការដើម្បីផ្លាស់ទេគឺឃើញវានៅល្អឡើយអញ្ចឹងហើយយើងក៏ទុកវាមកប្រើប្រាស់ធម្មតាវិញពួកអីនៅប្រើបានឡើយហើយតូននៅបានល្អប្រសើរណាស់ហើយនេះគឺមានជាងហើយបងមកជួយរៀបចំនឹងដោះខាត់ជញ្ជាំងចេញទាំងអស់ដើម្បីយើងលាបពណ៌ឲ្យវាមានពន្លឺវាឃើញភ្លឺថ្លាឲ្យវាចេញជាពណ៌លិចឡើងព្រោះនេះគឺផ្ទះវប្បធម៌កម្រណាស់តម្រាំបានធ្វើបានមួយហ្នឹងជួសជុលឡើងហើយនឹងលាបពណ៌ហើយសាលានេះយើងទៅធ្វើបានទៅជួសជុលឡើងបាន4ខែនេះទៅតម្រាំបានជារួចស្រេចជាងគង់តែជួយជួសជុលវាយដេកូលកន្លែងណាដែលមិនតាន់តែវាលិចចេញហ្នឹងហើយនៅខាងក្នុងនេះគឺជាយើងរៀបចំដើម្បីធ្វើសាលារៀនក្នុងរដូវកាលបងប្អូនសម្រាប់រៀនសាលាសកលនៅខាងក្រៅហើយនឹងមកសិក្សារៀនអក្សរខ្មែរអញ្ចឹងទេនៅក្នុងសាលាយើងនៅខាងក្នុងហ្នឹងគឺយើងមិនទាន់រៀបចំបានល្អឡើយទេតែកាលណាមានបងប្អូនមករៀនបានយើងរៀបចំចេញដាក់ឲ្យវាបានត្រឹមត្រូវផ្ទៃដីធំប្រហែលជា3កុងជាងនៅសម្រាប់ភូមិដីក្រហម